បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍សម្រាប់ការវិលត្រឡប់ជាថ្មីវីដេអូឃ្លីបរបស់ខ្ញុំនៅក្នុង Channel Sampor Techno សម្រាប់វីដេអូមួយនេះខ្ញុំនឹងមកចែកម្លែកក៏ដូចជាបង្ហាញទៅដល់បងប្អូនអរគ្នាតាក់ទងជាមួយនឹងបងប្អូនដែលប្រើប្រាស់ទៅលើទូរស័ព្ទប្រភេទ Android បងប្អូនដែលមិនថាប្រើប្រភេទ Oppo Vivo Samsung ប្រភេទតាក់ទងជាមួយនឹង Android គឺការប្រើប្រាស់ទៅលើ Facebook ណាគឺហើយនឹង Chat Messenger ជាដើមគឺបងប្អូនអាចប្រើប្រាស់ឬក៏អាចធ្វើការ clone ឬក៏ដំឡើងជាមួយនឹង Facebook 2ឬក៏ Chat Messenger 2ឬក៏ Telegram 2បានណាសម្រាប់ Android អញ្ចឹងគឺ Android គឺមានចំណុចពិសេសមួយដែលបងប្អូនអាចធ្វើការដំឡើងកម្មវិធី2បានណាមិនថា Facebook មិនថា Chat Messenger មិនថាTelegram ទេគឺបងប្អូនទៅលើ Android ហ្នឹងគឺមានចំណុចពិសេសមួយដែលបងប្អូនអាចធ្វើការដំឡើងកម្មវិធី2បានណាបើសិនជាក្នុងករណីដែលបងប្អូនមានជាមួយនឹង account Facebook 2បងប្អូនខ្ជិលពិបាកក្នុងការចេញចូលគឺបងប្អូនអាចដំឡើងកម្មវិធី2តាមរយៈ Android បានណាអញ្ចឹង Android គឺមានចំណុចពិសេសនឹងឯងអញ្ចឹងខ្ញុំនឹងមកចែកម្លែកទៅដល់បងប្អូនដែលមិនទាន់ដឹងថាតើយើងធ្វើឲ្យណាទើបយើងអាចប្រើប្រាស់ Facebook 2ឬក៏ជាមួយនឹង Chat 2បានជាមួយនឹង Telegram 2បានណាយើងដោយសារតែបងប្អូនខ្លះគាត់មាន account Facebook ច្រើនឬក៏គាត់មាន2អញ្ចឹងគាត់ពិបាកក្នុងការ log in log out ឬក៏ការចេញចូលអញ្ចឹងគាត់ចង់បាន Facebook 2ទៅលើទូរស័ព្ទដៃតែមួយអញ្ចឹងសម្រាប់ការ cloud ឬការដំឡើងនេះគឺ Android គឺមានស្រាប់តែម្ដងណាប៉ុន្តែមានបងប្អូនខ្លះគាត់ដឹងបងប្អូនខ្លះគាត់អត់ដឹងទេប៉ុន្តែចំពោះការ cloud នេះគឺមាននេះដូចសម្រាប់ទូរស័ព្ទដៃរបស់ខ្ញុំនេះគឺមាន Facebook ច្រើនបងប្អូនឃើញទេមានពី1ទៅដល់10ណាអញ្ចឹងយើងអាចទៅឡើងបានពី1ដល់100ក៏បានដែរណាសម្រាប់ការ cloud ប៉ុន្តែចំណុចទៅឡើងពី1ដល់100ខ្ញុំអត់បង្ហាញទេខ្ញុំសូមបង្ហាញតែចំណុចពិសេសទាក់ទងជាមួយនឹង Android គឺការដំឡើងពី1ទៅដល់2ណាបើន័យថាយើងមាន Facebook 1 2 Chat 1 2 Telegram 1 2អញ្ចឹងនេះគឺសម្រាប់ Android គឺមានគ្រប់ណាឲ្យតែប្រព័ន្ធ Android គឺមានប៉ុន្តែសម្រាប់ iOS ខ្ញុំអត់សូវដឹងដែរប៉ុន្តែសម្រាប់ Android គឺមានណាបាទអញ្ចឹងដែលបងប្អូនដែលមិនទាន់ដឹងឬក៏មិនទាន់ចេះក្នុងការដំឡើងបងប្អូនអាចមើលវីដេអូនេះបានខ្ញុំនឹងបង្ហាញបងប្អូនតែម្ដងអញ្ចឹងកុំឲ្យខាតពេលតោះខ្ញុំទៅបង្ហាញបងប្អូនតែម្ដងដើម្បីធ្វើការ cloud ឬក៏ដំឡើងជាមួយនឹង Facebook 2ឬក៏ប្រើប្រាស់ទៅលើ Facebook ឬ Chat Messenger 2បានណាទៅលើ Android អញ្ចឹងដើម្បីធ្វើការ cloud ឬក៏ដំឡើង Android ឬក៏ Facebook 2 Chat Messenger 2ឬ Telegram 2បានគឺបងប្អូនធ្វើតាមខ្ញុំតោះខ្ញុំទៅបង្ហាញដើម្បីធ្វើការដំឡើងបានណាសម្រាប់តាក់ទងជាមួយ Android គឺបងប្អូនចូលមកកាន់នេះណា Chat Messenger សំទោស setting បងប្អូនចូលមកកាន់ setting មកបាទបន្ទាប់បងប្អូនចូលមកកាន់ setting ហើយបងប្អូនអូ scroll មករកកន្លែងពាក្យថានេះភាសាអង់គ្លេសគឺ app ណាបាទ app នេះពាក្យថា app នេះបងប្អូនចំណាំរូប logo ទៅបាទភាសាខ្មែរគឺកម្មវិធីពិសេសណាកម្មវិធីពិសេសអញ្ចឹងបងប្អូនចូលកន្លែងហ្នឹងមកពាក្យថា app មកបាទចូលមកកាន់កន្លែង app ហើយបងប្អូនអូ scroll សំទោសបាទបងប្អូនអូ scroll មកបងប្អូនយកកន្លែងពាក្យថា app cloner នេះណាបាទ app cloner នេះបងប្អូនចូលទៅនឹងមកបាទអញ្ចឹងសម្រាប់Android គឺបងប្អូនអាច clone បានជាមួយនឹង Facebook បងប្អូនឃើញទេអញ្ចឹងខ្ញុំមាន Facebook 2ហើយអូខេបងប្អូនចូលទៅនឹងមកបាទអញ្ចឹងបងប្អូនធ្វើការបើកចំណុចនេះណាបើសិនជាក្នុងករណីបងប្អូនមានតែ Facebook តែមួយបើសិនជាតែនេះវាអត់បើកបើនេះវាបិទគឺជាបងប្អូនត្រូវចុចមក2ហ្នឹងមកបងប្អូនចុចបើកទៅហ្នឹងមកវានឹងឡើង Facebook មួយទៀតឲ្យយើងណាបាទអូខេតើតើជាមួយនឹងជាមួយនឹងMessenger ក៏ដូចគ្នាគឺបងប្អូនចុច on ដូចខ្ញុំមក Telegram បើសិនជាបងប្អូនចង់បាន2ដែរអូខេបងប្អូនចុចបើកវាមកណាបាទចុចបើកមកកន្លែង Telegram អូខេ Telegram ជាមួយនឹង WhatsApp ជាមួយនឹង Instagram គឺបងប្អូនអាចធ្វើការ clone បានបន្ថែមអញ្ចឹងបងប្អូនអាចប្រើកម្មវិធី2ក្នុងករណីដែលបងប្អូនមាន account Facebook 2បងប្អូនខ្ជិលក្នុងការ log in log out ឬក៏ពិបាកក្នុងការ log in log out គឺបងប្អូនអាចធ្វើតាមវិធីនេះបានបាទហើយចំពោះការ clone នេះហើយមិនមែនថាយើង clone ហើយយើងអាចប្រើប្រាស់បានទេគឺយើងអាចប្រើប្រាស់បានទាំងអស់បងប្អូនឃើញដូចខ្ញុំ Facebook មួយនេះអញ្ចឹងអូខេខ្ញុំចូលមកគឺជា Facebook account មួយផ្សេងណាបាទនេះជា account របស់ខ្ញុំមួយបាទ
ហើយចំពោះ Facebook មួយទៀតគឺយើងអាចប្រើប្រាស់បានទាំងពីរតែម្ដងដូចគ្នាណាគឺបងប្អូនអាចធ្វើការប្រើប្រាស់បានទាំងពីរណាបាទអូខេអញ្ចឹងចូលមកនេះមួយទៀតមកអូខេអញ្ចឹងវាជា account Facebook មួយទៀតជាមួយនឹង chat messenger ក៏ដូចគ្នាបងប្អូនឃើញទេអូខេបាទអញ្ចឹងមានប៉ុណ្ណឹងទេសម្រាប់ការចែកលេខនេះសង្ឃឹមថាបងប្អូនអរគ្នានឹងចូលចិត្តក៏ដូចជាបានជាចំណេះដឹងសម្រាប់វីដេអូឃ្លីបរបស់ខ្ញុំក៏ដូចជាការចែកលេខរបស់ខ្ញុំអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះរបស់ខ្ញុំកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗចុចបាល់រូបកណ្ដឹងដើម្បីទទួលបានចំណេះដឹងផ្សេងៗទៀតអរគុណសម្រាប់ការតាមដានទស្សនាជួបខ្ញុំវីដេអូបន្ទាប់ជម្រាបលាបងប្អូនបាយបាយ